ថ្ងៃនេះមកឆ្លើយតបវីដេអូមួយពាក់ព័ន្ធទៅនឹងមិនដឹងបងឬក៏បងអូននេះគាត់ comment ថាឲ្យសរសេរអក្សរស្ទាបម្ដងព្រោះកាលពីវីដេអូមុនយើងចេញអក្សរអានអក្សរអានសភៅចាស្ទាបអានហ្នឹងហើយស្ទាបអានហ្មងតែឥឡូវនេះគាត់ចង់ឲ្យសរសេរម្ដងហើយសរសេរហ្នឹងគឺសរសេរពាក្យរបស់គាត់ទៀតគាត់បាននិយាយថាស្រឡាញ់និងចូលចិត្តគ្រប់វីដេអូបងទាំងពីរខ្ញុំស្រឡាញ់និងចូលចិត្តគ្រប់វីដេអូរបស់បងទាំងពីរហ្នឹងហើយគាត់ឲ្យសរសេរពាក្យហ្នឹងណាសរសេរពាក្យហ្នឹងហ្នឹងហើយតោះឥឡូវសរសេរទៅចាប់ផ្ដើមហើយចាំមើលតើសរសេរត្រូវឬក៏យ៉ាងណាខ្ញុំស្រឡាញ់និងចូលចិត្តគ្រប់វីដេអូរបស់បងទាំងពីរចូលចិត្តតោះហើយនៅខ្ញុំស្រឡាញ់និងចូលចិត្តគ្រប់វីដេអូនេះសំឡេងបងប្អូនសរសេរទៅលឺអញ្ចឹងអីបងប្អូនដូចមាន់ចឹងកអញ្ចឹងផអាហ្នឹងអក្សរស្ទាបបើអ្នកភ្លឺគេដាក់ទៅស្ងាត់ជ្រាបអានេះអត់ទេអានេះបើការនៅរៀនវិញមកមានតែជនពិការភាពភ្នែក5នាក់លន់ពេញមួយថ្នាក់លឺអញ្ចឹងទាំង2រ៉ូទៀតណាអូខេទាំងពីរបាន2ជួរមកឃ្លីហ្នឹង2ជួរអញ្ចឹងបានហៅសរសេរអត់លឿនដូចអ្នកភ្លឺទេមកហើយនៅអាននេះអត់ទេអត់ឲ្យប្តីអានទេហើយលោថាបងប្អូនខមមិនថាប្តីខ្លួនឯងអានដល់ពេលប្រពន្ធសរសេរខុសអត់ហ៊ានថាខុសអីចឹងណាឥឡូវឲ្យប្តីយកទៅឲ្យក្រុមការងារកាត់ស្ទាបចាស្ទាបអត្ថន័យនៅក្នុងហ្នឹងណាយកទៅឲ្យក្រុមការងារគាត់សិតតែអ្នកចេះសឲ្យបងប្អូនហ្នឹងហើយចង់ដឹងថាសរសេរត្រូវឬក៏យ៉ាងណាឲ្យអ្នកផ្សេងអានវិញអត់ឲ្យខ្ញុំស្ទាបទេអូខេចង់ឲ្យដឹងច្បាស់ថាសរសេរត្រូវឬក៏មិនត្រូវយើងយកឲ្យគេអានមកចាំមើលមិនដែរត្រូវអត់ទេយ៉ាវាបើកឲ្យស្រាច់ទៀតណាសតចាណែមកអានអក្សរនេះមួយអានមើលគេសរសេរថាម៉េចខ្លះចាំមើលខ្ញុំស្រឡាញ់និងចូលចិត្តគ្រប់វីដេអូរបស់បងទាំងពីរណ៎ឃើញទេបងប្អូនគឺសរសេរពាក្យបែបហ្នឹងឥឡូវនេះគាត់ស្ទាបអានបែបហ្នឹងឃើញទេសរសេរត្រូវហើយអញ្ចឹងអ្នកសរសេរគេចង់ដឹងឲ្យច្បាស់ថាសរសេរហ្នឹងត្រូវឬក៏យ៉ាងណាឥឡូវត្រូវហើយអានមកទៀតមើលខ្ញុំស្រឡាញ់និងចូលចិត្តគ្រប់វីដេអូរបស់បងទាំងពីរអូខេត្រឹមត្រូវនេះការឆ្លើយតបទៅនឹង comment របស់fan យើងដែលគាត់ឲ្យសរសេរឲ្យគាត់មើលគាត់ចង់ដឹងណាថាអក្សរពិការសរសេររបៀបម៉េចឥឡូវគឺសរសេរបែបហ្នឹងអរគុណបងប្អូនទាំងអស់គ្នាស្រឡាញ់និងចូលចិត្តកុំភ្លេច share ហើយនិង follow ម្នាក់មួយផងអរគុណច្រើន